សួស្តីកូនៗទាំងអស់គ្នានៅក្នុងវីដេអូនេះកូនៗទាំងអស់គ្នានឹងរៀនសរសេរហើយអានព្យញ្ជនៈខ្មែរទាំង33តួទាំងអស់គ្នាតោះព្យញ្ជនៈដែលយើងសរសេរមុនគេគឺព្យញ្ជនៈកយើងសរសេរដែលអូសពីក្រោមឡើងទៅខាងលើបត់កោងបន្តិចចុះមកខាងក្រោមវិញឥឡូវនេះយើងដាក់សក់យើងអូសត្រេតទៅខាងលើចុះត្រេតមកខាងក្រោមត្រេតទៅខាងលើវិញហើយចុះត្រេតមកខាងក្រោមម្ដងទៀតកគឺកង្កែបកូនៗទាំងអស់គ្នាចូលចិត្តកង្កែបទេតោះឥឡូវនេះថាតាមលោកគ្រូណាកង្កែបល្អខ្លាំងណាស់កូនៗទាំងអស់គ្នាអញ្ចឹងព្យញ្ជនៈបន្តទៀតដែលយើងត្រូវសរសេរគឺអក្សរខយើងគួចក្បាលមកហើយទាញឡើងទៅលើបន្តិចកោងចុះក្រោមវិញបត់បន្តិចចុះក្រោមកោងហើយទាញទៅខាងលើវិញយើងបានហើយអក្សរខគឺខ្លាដំបងធំណាស់ហើយកំពុងដើរតម្រង់មករកកូនទាំងអស់គ្នាហើយប្រយ័ត្នវាស៊ីណាតោះឥឡូវនេះថាតាមលោកគ្រូខខ្លាឥឡូវសរសេរព្យញ្ជនៈបន្តទៀតគឺអក្សរគោសរសេរដោយអក្សរកដែរគឺយើងចាប់គូពីក្រោមឡើងទៅលើគូកោងមករួចចុះក្រោមវិញរួចរាល់ហើយឥឡូវនេះយើងដាក់ខ្នែងជើងបន្តិចតោះឥឡូវដាក់សក់យើងគូត្រេតឡើងទៅខាងលើចុះត្រេតមកខាងក្រោមវិញហើយគូត្រេតទៅខាងលើម្ដងទៀតហើយចុះមកក្រោមវិញគោគឺសត្វគោគោត្នោតនិងគោខ្មៅកំពុងស៊ីស្មៅមើលទៅទំនងឆ្ងាញ់ណាស់កូនៗទាំងអស់គ្នាចង់ញ៉ាំស្មៅជាមួយគោទេលោកគ្រូនិយាយលេងទេតោះឥឡូវនេះថាតាមលោកគ្រូណាគោសត្វគោល្អខ្លាំងណាស់អញ្ចឹងអក្សរដែលយើងត្រូវសេបន្តទៀតគឺអក្សរខយើងគួចក្បាលខាងលើមកហើយទាញចុះមកខាងក្រោមបត់កោងបន្តិចរួចបន្តគូសឡើងទៅខាងលើវិញដោយមិនដកដៃទេរួចយើងបត់ក្បាលវាអូខេយើងរួចមកតង់ហើយយើងចុះមកខាងក្រោមតភ្ជាប់ខាងគែមនេះបន្តិចមកហើយយើងគូសបត់បន្តឡើងទៅខាងលើដោយមិនដកដៃដូចគ្នាហើយយើងបត់ក្បាលវារួចរាល់ហើយអក្សរខគឺឃ្មុំច្រើនណាស់វាកំពុងហើរទៅរកជំរករបស់វាស្អាតទេកូនទាំងអស់គ្នាចូលចិត្តឃ្មុំទេចូលចិត្តបានតែកំលែងវាណាប្រយ័ត្នវាតិចតោះឥឡូវនេះកូនទាំងអស់គ្នាថាតាមលោកគ្រូខឃ្មុំល្អខ្លាំងណាស់ព្យញ្ជនៈបន្តទៀតគឺអក្សរងយើងសរសេរដោយគួចក្បាលវាបន្តិចមករួចទាញគូចុះមកខាងក្រោមហើយយើងភ្ចុចជើងហើយគូឡើងទៅខាងលើវិញគួចមូលបន្តិចមកគូសអូសទាញទៅខាងលើរៀងឲ្យងបន្តិចយើងបានហើយអក្សរងគឺងាវអាំងឆ្ងាញ់ទេកូនមើលគេអាំងងាវមើលទៅទំនងណាស់ហើយងាវធំទៀតតោះឥឡូវនេះថាតាមលោកគ្រូងាវល្អឥឡូវយើងសរសេរអក្សរចយើងគូសពីលើចុះក្រោមមកហើយកោងបន្តិចរួចគូឡើងទៅលើវិញហើយយើងគួចក្បាលវាមកហើយយើងដាក់សក់ដែលគូត្រេតទៅខាងលើគូត្រេតចុះមកក្រោមវិញគូត្រេតទៅខាងលើហើយគូត្រេតចុះមកខាងក្រោមវិញចគឺចាបកំពុងលេងទឹកតោះលេងទឹកជាមួយចាបទេកូនថ្ងៃកំពុងក្តៅផងឥឡូវនេះកូនទាំងអស់គ្នាថាតាមលោកគ្រូចាបអក្សរបន្តទៀតគឺអក្សរឆយើងគូចុះក្រោមមកតមកទៀតយើងគួចបន្តិចទាញអូសចុះខាងក្រោម
hơi cú tiên từ hàng lơ vinh hãy dừng cùi cái báo đôi trò đài nhưng đã sót dừng cú tê từ hàng lơ cú tê từ hàng cào cú tê từ hàng lơ vinh hơi cú tê từ hàng cào chó cứ ấy chó cứ chma mèo con chma ní cầm bông rồi ấy nâng con đỏ đến trong ban con chma ní tế mở tới sạn ná chma giống mèo tỏ ở lớp tha tam bậc cừu chó chma so mà tọp tiết cứ sò chô dân cu tiên cho hàng cáo mình tọp mà tiết dân trò chơi mình tịnh mát rồi dân ô tiên được hàng lầu vinh rồi hái là lấy dân đại cả bà chố dân cu trê được hàng lỡ hơi cho trê một hàng cáo rồi vọt cả bà vía oi riêng cao mình tịnh mạo những bạn hái chô cứ chrup chrup cầm bóng chmua đầy con đã khơi chrup chmua đầy tế chỉ một chrup răng nát na vì ai chmua đầy bàn tại chỉ một con chmua đầy bàn tề tỏ ở lần này tha tám lực cừu chố chrup lọ khẳng nát so bản tọp tiết dương sẽ xây sò chô dương cùi trơn vía tiên lang từ hàng lỡ cao mình tịch máu hai tiếng cho mặt hàng còng vĩnh cao mình tịch hai tiếng lang từ hàng lỡ vĩnh đang mặt đọt đáy bắt cả ba vía ok lõ nhưng trong hàng còng mới dương mặt to trơn vía cạch cáo hai ô tiên được hàng lỡ vĩnh tọa mà tiết nhưng cạch cả ba vía được kia dạng bắt cả ba được kia bạn hai chô cứ Chlus Score sát chlu tế con đỏ khné nè chlu cầm bông chố xí sạc chờ ngầm chứ ngành nát sạc chờ ní thà tam và cô tổng ọc khné chlu tỏ so mặt tọp tiết cư dân sẽ xế so nhô dân sẽ xế để cua chân hàng cóng cu vía ô thật hàng lỡ hay dòng chạy bà móc hỡi dòng cu ốc tim mà càng còng vĩnh hỡi dòng chọp được hàng lỡ dòng cu ô mà tọp mà càng còng vĩnh móc đôi không được hiếp bàn hỡi mà tọp mà tiết dân thật hàng còng dòng cho mà càng còng móc hỡi tiếng thật hàng truyền dòng bàn hỡi nhô cứ nhô nhua là trong video này miền trà bạc phết nè con ai vô nhua mùi ná các bạn đây tỏ lỡ tha tam được cửu nhô lọ khẳng nè xó để dân trơ xây bản tọp tiết cứ xó đỏ dân chạp cu ô cho một hàng cào móc hỡi dân cho chướng bản tọp máu dân tiếng ta hàng lỡ quỳnh vừa bàn lọ nè hỡi dân đại cả bà đò móc dân cùi cả bà vìa móc cho cáo thật hàng sẵn đám hai lá thật hàng lơ vinh bàn hỡi sọ đò cứ đầm rây ui đầm rây ní thổng nè hỡi miên plọc tiệt cô đỏ ní trong chi đầm rây tế bà chồng chí hỡi miên đầm rây chỉ tệ đây là ní con đỏ ní tha tam bậc rú đỏ đầm rây đỏ nè so bản tọp tiết cứ sọ thỏ dân cùi cả bà viêm móc hãy tin cho mà càng cao ta càng sẽ đám hãy rốn ta lơ vinh cạch bản tịch móc hãy vót cáo ta càng lờ thỏ cứ thà ní rộp lời ní sẵn ná hãy miên manu chra đàn tiệt tỏ ở lớp cô đỏ cái tha tam bậc cửu thỏ thà ní
អក្សរបន្ទាប់ទៀតគឺអក្សរដូដូគឺយើងគួចក្បាលវាមកហើយអូសទាញទៅខាងលើភ្ជុចក្បាលវារួចអូសទាញមកខាងក្រោមហើយចុះទៅក្រោមទៀតទាញកោងទៅខាងស្ដាំទាញទៅខាងលើរួចមកយើងចុះមកក្រោមវិញឲ្យផុតមកយើងបានហើយអក្សរដូគឺដិនប៉ាក់ដិនហ្នឹងណាប៉ាក់ដិនកៅអៅអីហ្នឹងឥឡូវកូនៗទាំងអស់គ្នាថាតាមលោកគ្រូដូដិនល្អខ្លាំងណាស់អក្សរបន្តមកទៀតគឺអក្សរថូយើងសរសេរគួចពីខាងក្រោមហើយទាញទៅខាងលើរួចភ្ជុចក្បាលហើយចុះមកខាងក្រោមវិញរួចគួចជើងទាញអូសទៅខាងស្ដាំហើយរុញទៅខាងលើបន្ទាប់មកយើងបត់ក្បាលសរសេររួចហើយអក្សរថូគឺធៀមរាសត្វធៀមរាកំពុងឈរយ៉ាងសង្ហាកូនៗទាំងអស់គ្នាដែលឃើញសត្វធៀមរាទេតោះឥឡូវនេះថាតាមលោកគ្រូថូធៀមរាអក្សរបន្តមកទៀតគឺអក្សរណយើងសរសេរដោយគួចជើងហើយទាញទៅខាងលើរុញកោងទៅខាងស្ដាំហើយចុះមកក្រោមវិញភ្ជុចជើងបន្តិចមកហើយរុញទៅខាងលើម្ដងទៀតបត់កោងទៅខាងស្ដាំហើយរុញចុះមកខាងក្រោមវិញណគឺណាំវ៉ាចេកណាំវ៉ាកូនៗទាំងអស់គ្នាចង់ញ៉ាំចេកណាំវ៉ាទេតោះឥឡូវថាតាមលោកគ្រូណាំវ៉ាអក្សរបន្តមកទៀតគឺអក្សរតយើងសរសេរដោយគួចជើងហើយទាញទៅខាងលើបត់កោបន្តិចចុះមកខាងក្រោមវិញហើយយើងដាក់សក់ដោយគូត្រេតទៅខាងលើចុះត្រេតមកខាងក្រោមរុញត្រេតទៅខាងលើវិញហើយចុះត្រេតមកខាងក្រោមរួចរាល់ហើយអក្សរតគឺតោស្ងាត់បន្តិចតោនេះគឺតោឈ្មោលពីព្រោះវាមានសក់ត្រង់កកតោះកូនៗទាំងអស់គ្នាចូលចិត្តតោទេឥឡូវថាតាមលោកគ្រូតោអក្សរបន្តមកទៀតគឺអក្សរថយើងសរសេរអូសពីលើចុះមកក្រោមកោងទៅខាងស្ដាំហើយទាញទៅខាងលើវិញរួចមកយើងគួចយើងទៅខាងឆ្វេងដោយទាញទៅខាងលើរៀងត្រេតចុះមកខាងក្រោមវិញត្រេតហើយវត្តទៅខាងលើឲ្យរៀងងោបន្តិចបានហើយអក្សរថគឺថូកូនៗទាំងអស់គ្នាឃើញថូនេះទេតើថូនេះមានពណ៌អ្វីថូនេះមានពណ៌សល្អខ្លាំងណាស់ឥឡូវនេះកូនៗទាំងអស់គ្នាថាតាមលោកគ្រូថូអក្សរបន្តមកទៀតគឺអក្សរតូគឺយើងទាញជើងវាចុះទៅខាងក្រោមបត់កោងទៅខាងស្ដាំហើយរុញទៅខាងលើគួចបន្តិចមកទាញរុញទៅខាងឆ្វេងហើយបន្តទៅខាងលើបត់កោងទៅខាងស្ដាំមករុញចុះមកខាងក្រោមវិញហើយគួចបានហើយអក្សរតូគឺទាកាប់ទាកំពុងតែសម្អាតខ្លួននៅលើថ្មតោះថាតាមលោកគ្រូតូទាអក្សរបន្តមកទៀតគឺអក្សរថូយើងទាញអូសចុះមកខាងក្រោមបន្ទាប់មកយើងភ្ជុចជើងរុញទៅខាងលើវិញហើយយើងគួចបន្តមកទៀតយើងដាក់សក់
ទាញត្រេតទៅខាងលើចុះត្រេតមកខាងក្រោមរុញត្រេតទៅខាងលើវិញហើយចុះត្រេតមកខាងក្រោមបានហើយអក្សរធោធោគឺធ្នូធ្នូធ្នូស្ត្រីនេះកាន់ធ្នូទំនងដល់ហើយមើលទៅប្រហែលជាបាញ់ត្រង់ទៀតណោះអូខេឥឡូវកូនៗទាំងអស់គ្នាថាតាមលោកគ្រូធោធ្នូអក្សរបន្ទាប់មកទៀតគឺអក្សរណូណូយើងទាញពីលើចុះមកខាងក្រោមឲ្យផុតបន្ទាប់មកទៀតចាប់ត្រង់ពាក់កណ្ដាលទាញត្រេតចុះទៅខាងក្រោមហើយរុញទៅខាងលើវិញរុញបន្តទៅលើគូសកោងចុះមកខាងក្រោមបន្ទាប់មកយើងគួចក្បាលបានហើយអក្សរណូណូគឺនាឡិកានាឡិកានាឡិកាកូនៗទាំងអស់គ្នាឃើញនាឡិកានេះទេប្រាប់បានទេតើនាឡិកានេះម៉ោងប៉ុន្មានហើយល្អខ្លាំងណាស់តោះឥឡូវនេះកូនៗទាំងអស់គ្នាថាតាមលោកគ្រូ No នាឡិកាអក្សរបន្តមកទៀតគឺអក្សរបបយើងទាញចាប់ពីលើចុះក្រោមបត់ទៅខាងស្ដាំបន្តិចហើយរុញទៅខាងលើវិញរួចយើងបត់ក្បាលវាបន្តមកទៅខាងឆ្វេងទាញក្បាលវាបត់មួយទៀតបានហើយអក្សរបគឺបង្កងបង្កងបង្កងក្នុងអាងទឹកនេះមានបង្កងធំធំម្ល៉េះកូនៗទាំងអស់គ្នាចូលចិត្តបង្កងទេឆ្ងាញ់ណាស់ណាតោះឥឡូវនេះកូនៗទាំងអស់គ្នាថាតាមលោកគ្រូបង្កងល្អខ្លាំងណាស់អក្សរបន្ទាប់ទៀតគឺអក្សរផគឺយើងសរសេរទាញពីលើចុះមកក្រោមផ្ចុចជើងរុញទៅខាងលើវិញហើយយើងគួចចឹងទៅខាងឆ្វេងបន្តិចមកយើងទាញត្រេតទៅខាងលើចុះត្រេតមកខាងក្រោមហើយវត្តកោងទៅខាងលើបានហើយអក្សរផគឺផ្កានេះចម្លែកណាស់ហើយស្អាតទៀតកូនៗទាំងអស់គ្នាចង់ថើបផ្កាទេតោះឥឡូវថាតាមលោកគ្រូផ្កាអក្សរបន្តមកទៀតគឺអក្សរពោយើងគួចជើងហើយទាញទៅខាងលើហើយបន្តមកផ្ចុចជើងមករួចអូសទាញមកខាងក្រោមវិញរួចរាល់ហើយអក្សរពោគឺពពេសត្វពពែនេះមានស្នែងទៀតកូនៗដែលឃើញសត្វពពែទេតោះថាតាមលោកគ្រូពពែអក្សរបន្ទាប់ទៀតគឺអក្សរផោយើងគួចជើងទាញទៅខាងស្ដាំរុញទៅខាងលើបត់កោងទៅស្ដាំហើយចុះមកក្រោមបន្តមកយើងដាក់សក់គូសត្រេតទៅខាងលើចុះត្រេតមកខាងក្រោមវិញរុញទៅខាងលើចុះត្រេតមកខាងក្រោមរួចរាល់ហើយអក្សរផោគឺភេពីក្បាលនេះកំពុងដេកននៀននៅលើថ្មឆ្ងល់ណាស់តើភេចេះហែលទឹកទេកូនៗទាំងអស់គ្នាប្រកបណាស់ភេគឺចេះហែលទឹកហើយតោះឥឡូវថាតាមលោកគ្រូភេល្អខ្លាំងណាស់អក្សរបន្ទាប់ទៀតគឺអក្សរម៉ូយើងទៅសេដូចអក្សរបដែរគឺយើងទាញចុះទៅខាងក្រោមបត់កោងបន្តិចហើយរុញទៅខាងលើវិញបន្ទាប់មកយើងបត់ក្បាលយើងទៅខាងឆ្វេង
យើងបត់ក្បាលមួយទៀតហើយយើងវះពោះម៉ូគឺមាន់មេមាន់និងមាន់គោកនេះកំពុងចឹកចំនៃកូនទាំងអស់គ្នាចង់ចឹកចំណីជាមួយមាន់ទេលោកគ្រូសួរលេងទេឥឡូវនេះកូនទាំងអស់គ្នាថាតាមលោកគ្រូម៉ូមាន់អក្សរបន្ទាប់ទៀតគឺអក្សរយោយើងគួចក្បាលហើយទាញចុះមកខាងក្រោមបត់កោបន្តិចទាញរុញទៅខាងលើវិញហើយបត់ក្បាលវាមកបន្តមកទៀតចុះមកខាងក្រោមទាញភ្ជាប់រុញទៅខាងស្ដាំអូសទៅខាងលើហើយបត់ក្បាលរួចរាល់ហើយអក្សរយោគឺយោធាស្រីក៏ធ្វើជាយោធាបានដែរកូនទាំងអស់គ្នាចង់ធ្វើជាយោធាទេតោះឥឡូវថាតាមលោកគ្រូយោធាអក្សរបន្តមកទៀតគឺអក្សររយើងគួចជើងរុញទៅខាងលើហើយបត់ក្បាលរួចស្រេចអក្សររគឺអ្វីទៅរគឺរុយនេះណែកូនទាំងអស់គ្នាគឺសត្វរុយជាភ្នាក់ងារចម្លងមេរោគតោះឥឡូវនេះថាតាមលោកគ្រូរុយអក្សរបន្តមកទៀតគឺអក្សរឡូយើងសរសេរគួចជើងហើយទាញទៅលើបត់កោបន្តិចទាញចុះមកខាងក្រោមវិញបត់កោទៅខាងស្ដាំហើយទាញរុញទៅខាងលើបត់ក្បាលអក្សរឡូគឺលាសត្វលាកូនទាំងអស់គ្នាដែលឃើញសត្វលាទេនេះណែសត្វលាកំពុងតែស៊ីស្មៅញ៉ាំសត្វលាណាគេអាចប្រើជំនួសសេះបានកូនទាំងអស់គ្នាដឹងទេឥឡូវថាតាមលោកគ្រូលាអក្សរបន្តមកទៀតគឺអក្សរវោយើងសរសេរស្តៀងនឹងអក្សររដែរគួចជើងទាញទៅខាងលើហើយបត់ក្បាលរួចវត្តកោងទៅខាងលើបន្តិចបានហើយអក្សរវោគឺវោកស្អីគេវោកគឺស្វាកូនទាំងអស់គ្នាសូស្វាទេនេះស្វាកំពុងតែអង្គុយតោះឥឡូវថាតាមលោកគ្រូវោកអក្សរបន្តមកទៀតគឺអក្សរសគឺយើងសរសេរដូចអក្សរឡូដែរអញ្ចឹងយើងគួចជើងវាមករុញទៅខាងលើបត់ទៅខាងស្ដាំរុញចុះមកក្រោមបត់ទៅស្ដាំហើយរុញទៅខាងលើវិញហើយបត់ក្បាលយើងទៅខាងឆ្វេងយើងដាក់ក្បាលវាមួយទៀតយើងបត់មកយើងបានហើយអក្សរសគឺសេះកំពុងតែរត់ត្រឹកអូខេកូនទាំងអស់គ្នាស្គាល់សេះណោះឥឡូវថាតាមលោកគ្រូសគឺសេះឥឡូវយើងសរសេរអក្សរបន្ទាប់ទៀតគឺអក្សរហយើងទាញចុះទៅខាងក្រោមបត់ទៅខាងស្ដាំរុញទៅខាងលើបត់ស្ដាំហើយចុះមកក្រោមវិញបន្ទាប់មកយើងទៅឆ្វេងហើយកាច់ក្បាលវាមកបានហើយអក្សរហគឺហ៊ីងនេះណែសត្វហ៊ីងនេះគឺងងឹតបន្តិចហើយពីព្រោះថតពេលយប់
តោះថាតាមលោកគ្រូហហ៊ីងអក្សរបន្ទាប់ទៀតគឺអក្សរឡគឺយើងសរសេរអក្សរតូមុនតូទាញទៅលើចុះក្រោមបត់ស្ដាំទាញទៅខាងលើគួចទាញទៅឆ្វេងរុញទៅខាងលើទៅខាងស្ដាំចុះមកក្រោមហើយគួចបន្តមកទៀតយើងដាក់ជើងយើងគួចទាញចុះមកខាងក្រោមចុចជើងទាញរុញទៅខាងលើឲ្យផុតហើយយើងបត់ក្បាលមករួចរាល់អក្សរឡគឺឡានបើកលើផ្លូវច្រើនណាស់កូនៗទាំងអស់គ្នាចង់ជិះឡានទេអូខេឥឡូវថាតាមលោកគ្រូឡានអក្សរចុងក្រោយគេគឺអក្សរអគឺយើងសរសេរដោយដាក់រោ2ដងហើយវាពោះមកតោះយើងសេអក្សររោមួយសិនគួចជើងទាញទៅខាងលើបត់ក្បាលសរសេររោមួយទៀតគួចជើងរុញទៅខាងលើបត់ក្បាលហើយយើងវះពោះបានហើយអក្សរអគឺអណ្ដើកកំពុងបណ្ដែតខ្លួននៅក្នុងទឹកតោះកូនៗអរគ្នាថាតាមលោកគ្រូអណ្ដើកល្អខ្លាំងណាស់សម្រាប់កូនៗល្អគ្នាដែលបានថាហើយរៀនសរសេរតាមលោកគ្រូឥឡូវនេះមេរៀនរបស់យើងបានឈានដល់ទីបញ្ចប់ហើយសង្ឃឹមថាកូនៗល្អគ្នាបានរៀនសូត្រច្រើនហើយកុំភ្លេចមើលវីដេអូនេះសារជាថ្មីម្ដងទៀតហើយរំលឹកទៅរំលឹកមកជារៀងរាល់ថ្ងៃដើម្បីឲ្យកូនៗទាំងអស់គ្នាឆាប់ចេះឆាប់ចាំសុខសប្បាយណាកូនៗទាំងអស់គ្នាលោកគ្រូលាសិនហើយយើងជួបគ្នានៅពេលក្រោយបាយបាយ